từ dục sinh giao có miên rương cạt làng polica đôi chỉ bạc bó trong sanh phiệp sở vấn tại chinh hư mình đại phật sả tề ប្រយោគនេះដូចជាបន្លាចាក់ចូលក្នុងខួរក្បាលរបស់សិនជីអ៊ីស្រាប់តែស្ត្រីចំណាស់នោះលុតជង្គង់ចុះចំពោះមុខសិនជីអ៊ី លោកមេធាវីសិនតើលោកអាចជួយខ្ញុំបានទេបន្ទាប់ពីជិងហឺស្លាប់ហ្វូចេញយ៉ាវជាសត្វរឆាននេះក៏បានដណ្ដើមសិទ្ធមើលថែហើយមិនឲ្យខ្ញុំជួបកូនទៀតទេខ្ញុំគ្រាន់តែចង់ជួបចៅប្រុសរបស់ខ្ញុំប៉ុណ្ណោះសិនជីអ៊ីក៏ប្រញាប់លើកស្ត្រីចំណាស់នោះឲ្យងើបឈរលោកយាយក្រោកសិនទៅខ្ញុំនឹងរកវិធីជួយលោកយាយពេលចេញពីលំនៅឋានមេឃក៏ងឹតទៅហើយក្នុងខួរក្បាលរបស់សិនជីអ៊ីបាននឹកឃើញសារឡើងវិញនៅពាក្យសម្ដីរបស់លោកយាយនោះកូនស្រីខ្ញុំមិនដែលផឹកស្រាទេមនុស្សដែលមិនដែលផឹកស្រាបែរជាសង្ស័យបាក់បោកក្នុងស្ថានភាពស្រវឹងនេះជាវិចារណញ្ញាណរបស់មេធាវីបានធ្វើឲ្យនាងមានអារម្មណ៍ថាការស្លាប់របស់ស៊ូជីងហឺពិតជាគួរឲ្យសង្ស័យនាងបានបើកឡានត្រឡប់ទៅផ្ទះវិញពេលទៅដល់ផ្ទះហ្វូចេងយ៉ាវកំពុងមើលទូរទស្សន៍នៅក្នុងបន្ទប់ទទួលភ្ញៀវពេលឃើញសិនជីអ៊ីឡប់មកវិញបុរសនោះអូនទៅណាជីអ៊ីដោះអាវដោះស្រាយសំណុំរឿងពិបាកមួយហ្វូចេងយ៉ាវសម្លឹងមើលក្នុងរបស់នាងហើយសួរយ៉ាងប្រយ័ត្នប្រយែងជីអ៊ីរឿងសិនជីអ៊ីមិនបានងាកក្រោយទេតែងាកដើរទៅផ្ទះបាយឲ្យបងមានពេលពិចារណាបន្តិចសំឡេងរបស់ហ្វូចេងយ៉ាវអូនព្រមសិនជីអ៊ីដួសមេដាក់ចានញ៉ាំបាយសិនហ្វូចេងយ៉ាវមើលមុខដ៏ស្ងប់ស្ងាត់របស់នាងក្នុងចិត្តមិនដឹងថាសិនជីអ៊ីកំពុងគិតអ្វីនោះទេប៉ុន្តែយ៉ាងហោចណាស់នាងក៏លែងបន្តស៊ើបអង្កេតទៀតដែរនេះជារឿងល្អសម្រាប់គេក្រោយអាហារពេលល្ងាចសិនជីអ៊ីក៏ត្រឡប់ទៅបន្ទប់គេងវិញនាងមិនបានសួរហ្វូចេងយ៉ាវទេមិនមែនមកពីចិត្តទុនទេគឺមកពីសិនជីអ៊ីត្រូវការផ្សតាំងបន្ថែមទៀតឥឡូវនេះមានតែរបាយការណ៍បឋមរបស់លោកចិនប៉ុណ្ណោះគឺនៅមិនទាន់គ្រប់គ្រាន់ទេសំណុំរឿងនេះនៅមានចំណុចគួរឲ្យសង្ស័យជាច្រើនទៀតវាស្មើឲ្យពួកអ្នកគ្រាន់តែធ្វើឲ្យហ្វូចេងយ៉ាវបំផ្លាញផ្សតាំងមុនតែប៉ុណ្ណោះនាងបានផ្ញើសារទៅលោកចិនដោយឲ្យគាត់បន្តស៊ើបអង្កេតឲ្យបានលម្អិតនៅឯកសារគ្រោះថ្នាក់ចរាចរណ៍របស់ស៊ូជីងហឺព្រមទាំងកំណត់ត្រាធ្វើដំណើររបស់ហ្វូចេងយ៉ាវកាលពីខែមិថុនាកាលពីឆ្នាំមុនលោកចិនក៏ឆ្លើយតបយ៉ាងលឿនសិនជីអ៊ីបិទទូរស័ព្ទហើយដេកលើក្រែកគិតពីតម្រុយដែលនាងបានទទួលនៅថ្ងៃនេះ6ខែមុនពេលកើតហេតុហ្វូចេងយ៉ាវបានទទួលស្គាល់កូន